បញ្ហានៅក្នុងសង្គមយើងបច្ចុប្បន្នមនុស្សជាច្រើនក៏តែងតែយកអំបិល1គីឡូទៅបង់នៅក្នុងស្រះទឹកមួយដ៏ធំហើយក៏ចង់ឲ្យស្រះទឹកនោះคล้ายទៅជាទឹកប្រៃឲ្យប្រៃដូចជាទឹកសមុទ្រដើម្បីគាត់យកមកច្នៃធ្វើជាអីផ្សេងដែលត្រូវការជាតិអំបិលអញ្ចឹងតែពួកគាត់អត់បានយកអំបិលមួយស្លាបព្រាទៅបង់នៅក្នុងឆ្នាំងសម្លមួយឆ្នាំងដើម្បីឲ្យបានបរិភោគជួបជុំគ្នានោះទេបញ្ហាទូទៅនៅក្នុងសង្គមគឺបែបនេះក៏តែងតែយកអំបិល1គីឡូទៅចាក់នៅក្នុងស្រះទឹកឬមួយក៏បឹងមួយដ៏ធំដើម្បីឲ្យគេមើលទៅឃើញថាគាត់មានលុយទិញអំបិល1គីឡូយកទៅចាក់នៅក្នុងបឹងនោះប៉ុន្តែទោះបីជាគាត់ចាក់អំបិលទៅក្នុងបឹងនោះមួយថ្ងៃ1គីឡូមួយថ្ងៃ1គីឡូរហូតទៅដល់គាត់ស្លាប់ក៏ទឹកបឹងនោះនៅតែមិនប្រៃដូចទឹកសមុទ្រដែរប៉ុន្តែប្រសិនបើជាយើងយកអំបិលមួយស្លាបព្រាទៅបង់នៅក្នុងសម្លវិញនោះរសជាតិនៅក្នុងសម្លគឺវាសមល្មមទៅនឹងសម្លមួយឆ្នាំងដែលយើងអាចយកមកហូបបានទូយ៉ាងដូចជាខ្ញុំជាមនុស្សម្នាក់ដែលធ្លាប់មានវិបត្តិផ្លូវចិត្តតែងតែរកកលឹះដោះស្រាយតាមបែបជួបជុំផឹកស៊ីនៅចុងឆ្នាំ2024ឆ្លងឆ្នាំថ្មីដល់ឆ្នាំ2025ផ្នត់គំនិតខ្ញុំគឺខ្ញុំផ្លាស់ប្ដូរគោលដៅគឺច្រកចេញនៃជីវិតរបស់ខ្ញុំគឺខ្ញុំផ្ដោតទៅលើការអានសៀវភៅខ្ញុំចង់កែប្រែខ្លួនខ្ញុំឲ្យទៅជាមនុស្សមួយផ្សេងទៀតតាមរយៈការអានសៀវភៅទីសោតដូចថ្ងៃនេះបន្ទាប់ពីខ្ញុំបានចែកជំនួយយកទៅដោះគោចំនួន20កេសទៅខេត្តបន្ទាយមានជ័យពេលខ្ញុំត្រឡប់មកវិញគឺគេមានការតាំងពីពណ៌សៀវភៅនៅឯបឹងកាឡូររយៈពេល2ថ្ងៃហើយខ្ញុំក៏បានចូលទៅទិញសៀវភៅប្រមាណ7ក្បាលសៀវភៅ7ក្បាលនេះគឺវាមានតម្លៃស្មើនឹងបន្ទប់ការ៉ាអូខេមួយឈុតដែលខ្ញុំធ្លាប់ចូលទៅផឹកស៊ីកាលពីមុនគឺវាអត់មានតម្លៃអីទាំងអស់តម្លៃមួយឈុតដែលខ្ញុំចូលទៅផឹកស៊ីនៅក្នុងការ៉ាអូខេកាលពីមុនគឺវាបានត្រឹមតែធ្វើឲ្យយើងភ្លេចរឿងរ៉ាវមួយពេលនៅក្នុងពេលដែលយើងផឹកស៊ីប៉ុន្តែចំពោះតម្លៃដែលខ្ញុំយកតម្លៃស្មើនឹងទៅចូលការ៉ាអូខេមួយឈុតនោះមកទិញសៀវភៅ7ក្បាលនេះខ្ញុំនឹងជួបរឿងរ៉ាវនឹងពាក្យពេចន៍ថ្មីជាច្រើននៅក្នុងសៀវភៅនេះដូចជាក់ស្ដែងសៀវភៅនេះអញ្ចឹងគឺគេដាក់ជីវិតនិងសង្គមខ្ញុំអត់បានអានទេខ្ញុំទិញមកល្ងាចមិញកុំតិចចិត្តអាត្មានិយមឆ្លិចកាត់2ទំពាំង3សាច់ព្រះសង្ឃនៅភ្នំកូយ៉ាអានេះគឺជាសៀវភៅរបស់ដូចជាជប៉ុនក្តាប់ឱកាសបេះដូងភ្នំដងរែករដ្ឋបរោះមហាយៈចិនយើងត្រូវដឹងថាយើងមិនអាចឲ្យអ្នកណាមកកែប្រែគោលដៅរបស់យើងបានមកកែប្រែវាសនារបស់យើងក្រៅពីខ្លួនយើងទេមានតែការកែប្រែខ្លួនយើងសង្ងំអភិវឌ្ឍខ្លួនយើងនោះទើបធ្វើឲ្យយើងខ្លាយទៅជាមនុស្សម្នាក់ផ្សេងទៀតយើងកុំគិតពីអាយុការកែប្រែការចាប់ផ្ដើមធ្វើអ្វីមួយថ្មីដើរផ្លូវមួយថ្មីយើងកុំគិតអាយុគ្រាន់ជាតួលេខឬមួយជាលេសដោះសារដែលយើងគិតថាវ័យដំណាក់កាលនេះហើយมันអាចអានសៀវភៅបានมันអាចដូរគោលដៅអ្វីមួយថ្មីបាននោះគឺជារឿងការគិតខុសមួយដ៏ធំដែលមនុស្សភាគច្រើននៅក្នុងវ័យ40ឆ្នាំដូចខ្ញុំគឺគាត់តែងតែមិនចង់កែប្រែវិធីសាស្ត្រឬមួយយុទ្ធសាស្ត្រថ្មីដើម្បីរកកលឹះចេញនៅច្រកជីវិតថ្មីដែលហ៊ានទទួលយកខ្លួនឯងជានរណា